ọt ấy thế nó pe đứt mà prap nhằng bắt được xa thì nhóm từ cùng tạ bật phượng nó pe nào để nhóm bạc phượng bính viên làm phơi với hai nè ngay chẳng đây sầm khăn nắng để mà prap màu nắng hô hai thằng ọ nắng cứ à với để nhóm ba miền bị một màu hay trong một chợ khơi thay nhóm coi chỉ nè miền bôn ba là mấy bìa tây tạ màu đây dân miền bôn ba là mấy bìa tây tạ pan tay bờ pai chợ bon dân mình phơi to thế còn ai chọc thì màn này nè tụ bây giờ dân miền bôn ba là mấy bìa tây tạ khang rồi hốt đo từ ban từ chỉ sau ta ban đây nâng cái đó pan tay bờ pai chợ bon dân xếp cục khẩu hay dân phơi ọt tử là tập họ có ban đôi kia chỉ sẽ đánh đôi chiaประบาchia trâu chỉ đam khơi nhọnอุปนิสัยบอลโลกត្រូវបានជាសោតាបានប៉ុន្តែដល់ពេលទៅខ្សែគប់មួយព្រះភិក្ខុទេវទត្តដល់ឥឡូវនៅក្នុងលោកកណ្ដាលនៅក្នុងអវិជ័យមហានៅក្នុងលោកកណ្ដាលនរកអត់តន់ចេញផុតមកទេអាហ្នឹងឯងអត់ទេរយៈជាងដោយសារតែលោកបានជួយការងារសាសនាមានការឧបត្ថម្ភក្នុងការសង្កេតយានីស្ងអីច្រើនយ៉ាងណាពេលទៅបានវាបុណ្យហ្នឹងវាជួយទៅកាត់បន្ថយជួយទៅកាត់បន្ថយរបស់បាបដែលមានកម្លាំងខ្លាំងនេះអត់ដល់អវិជ័យមហានរកទេតែត្រឹមលោកកណ្ដោនរកតែបើព្រះភិក្ខុទេវទត្តអាហ្នឹងបានអវិជ័យមហានរកហ្នឹងហើយអាហ្នឹងគឺដោយសារតែយើងទៅខ្សែគប់ខុសហើយទៅធ្វើដល់កម្មដែលជាអនន្តរយកម្មអញ្ចឹងបានថាពេលបច្ចុប្បន្នគឺសំខាន់ណាស់អញ្ចឹងពេលដែលញោមបំពេញបុណ្យកុសលឲ្យផ្សេងកុំភ្លេចអធិដ្ឋានជួយផងថាដល់អំណាចបុណ្យកុសលដែលនាងខ្ញុំបានបំពេញមកដោយល្អនេះសូមឲ្យនាងខ្ញុំពេលដែលនាងខ្ញុំមានឱកាសក្នុងការបប្រតិបត្តិសូមឲ្យការប្រព្រឹត្តបប្រតិបត្តិរបស់នាងខ្ញុំប្រព្រឹត្តទៅបានដោយស្រួលកុំឲ្យមានឧបសគ្គហើយក៏សូមឲ្យការបន្លុះនៅគុណធម៌របស់នាងខ្ញុំប្រព្រឹត្តទៅបានដោយស្រួលកុំឲ្យមានឧបសគ្គអ្វីរាំងស្ទះឲ្យសោះត្រូវអធិដ្ឋានជួយផងដែរណាបើមិនអញ្ចឹងទេបុណ្យបារមីពីអតីតយើងមានប៉ុន្តែព្រោះអត់អីទេយើងអាចថតបានដែរខ្មែរនិយាយអាចថតបានអត់អីទេណាសំលេងហ្នឹងហើយឲ្យថតចេញឲ្យអ្នកគេនេះហ្នឹងអាហ្នឹងគឺតាក់តងទៅការហ្នឹងចុចអាក្រហមទៅខ្ញុំចុចអាក្រហមទៅជប់ហ្នឹងដើរហើយនេះពងដើរហើយជាប់ហើយហ្នឹងអាហ្នឹងគឺឥឡូវចាំម្ដងទៀតណាដាក់ដោយអំណាចនៃបុណ្យបារមីដែលនាងខ្ញុំបានបំពេញមកដោយល្អហើយនេះមានឋានៈទានឋានៈសិលឋានៈភាវនាទាំងអស់ជាដើមនេះសូមឲ្យការប្រព្រឹត្តនៅពេលដែលនាងខ្ញុំបានមានឱកាសក្នុងការប្រព្រឹត្តបប្រតិបត្តិធម៌សូមឲ្យការប្រព្រឹត្តបប្រតិបត្តិធម៌របស់នាងខ្ញុំប្រព្រឹត្តទៅបានដោយស្រួលណាប្រព្រឹត្តទៅបានដោយស្រួលកុំឲ្យមានឧបសគ្គហើយនៅពេលដែលនាងខ្ញុំបានបរលុះនៅគុណធម៌សូមឲ្យជាការបរលុះនៅគុណធម៌បានដោយស្រួលកុំឲ្យមានឧបសគ្គអាហ្នឹងជាការសំខាន់ដែលយើងត្រូវអធិដ្ឋានជួយបើមិនចឹងទេអ្នកមានបុណ្យបារមីប៉ុន្តែពេលខ្លះក៏មានអកុសលខ្លះវាទៅរាំងស្ទះវារំខានយើងដោយធ្វើឲ្យយើងឈឺធ្វើឲ្យយើងអាពាតឬក៏ធ្វើឲ្យញាតិឆ្លោះគ្នាយ៉ាងម៉េចគឺធ្វើរំខានឲ្យយើងលំបាកក្នុងការបប្រតិបត្តិតែបើយើងអធិដ្ឋានជួយផងដែរទៅអូខេវាជាកម្លាំងជួនកាលពេលខ្លះយើងមានបុណ្យបារមីពលឺកំពុងតែកើតឡើងអីឱកាសនេះត្រូវទៅសួរលោកម្ចាស់គ្រូសិនឲ្យលោកជួយបញ្យល់ជូលប្រាប់គិតថានឹងមកហើយអាកូននោះឈឺខ្លាំងអញ្ចឹងអត់កើតទេតែមើលកូនសិនទៅស្អីគេដោយសារតែយើងអត់បានអធិដ្ឋានជួយអញ្ចឹងនៅពេលយើងអធិដ្ឋានជួយអញ្ចឹងកម្លាំងបុណ្យវាជួយជ្រុំជ្រែងអញ្ចឹងជំរុញយើងឲ្យមានឱកាសមានពេលមកបប្រតិបត្តិហើយអត់មានឧបសគ្គអីទេឥឡូវដឹងហើយណាចាប់យកកម្មដ្ឋានជាគោលគឺអាណាបានសតិហើយចំពោះរឿងអីផ្សេងអត់លំបាកទេដូចមកប្រាប់អញ្ចឹងហើយបើកាលណាយើងអត់ធ្វើទៅតាមដាប់អញ្ចឹងទេរាប់ឆ្នាំញោមនៅតែប៉ុណ្ណឹងអត់ទៅមុខទេណានៅតែប៉ុណ្្នឹងឯងគឺតាមពិតទៅថ្មអាចថានៅស្រុកខ្មែរនេះប្រហែលជាមួយខែជាងពីព្រោះវីសាតម្រង់នឹងវីសាបានមកណាហើយមួយទៀតព្រោះឋានដែលមុនមកនេះគឺដោយសារញោមស្រីគាត់គ្រោះថ្នាក់ចរាចរណ៍នៅឈាមនៅកកនឹងគូក្បាលហ្នឹងហើយងាកមិញត្រូវបញ្ញាបញ្ញាយកទៅមន្ទីរពេទ្យទៀតអញ្ចឹងទៅឥឡូវគាត់នៅមន្ទីរពេទ្យទេអត់ឈាមគាត់ក្អកមកនៅមានឈាមណានៅមានឈាមដល់ទៅ2ដងហើយងាកមិញគឺយកទៅ scan ក្បាលគាត់ផងហើយនឹងសួតផងប៉ុន្តែលទ្ធផលអត់ទាន់ចេញទេហើយទៅដល់អាត្មាក៏បញ្ញាប់មកនេះមុនហើយនឹងទេសួរប្អូនហើយព្រឹកមិញឮចៅប្រាប់ថាពេលគាត់នោមមកមានឈាមដែរហ្នឹងដល់ពេលអញ្ចឹងទៅគឺត្រូវបានពេទ្យគេឲ្យយកបញ្ញាប់យកទៅគេនឹង scan នេះបណ្ឌិតមើលតាមដានពីជំងឺរបស់គាត់ហ្នឹងតើវាយ៉ាងម៉េចដែរគេអត់ឲ្យទុកយូរទេអញ្ចឹងបានយកទៅនឹងអត់មានកម្រងអីទុកមុនទេម៉ូតូញោមម៉ូតូគាត់អាយុចិត្តមើលអាយុចិត្តជាងឯគាត់ឆ្នាំវោកឆ្នាំវោក
ចិត្តណានចិត្តមួយហ្នឹងឯងឆ្នាំវោណាបើគាត់ឆ្នាំវោខេត្តកញ្ចេះស្រុកស្នួលណាខេត្តកញ្ចេះស្រុកស្នួលឃុំខ្សឹមភូមិខ្សឹមក្រៅហ្នឹងនៅនឹងឯងអត់ដល់នោះទេនៅចិត្តព្រំដែនវៀតណាមឯនេះទេណាហ្នឹងអាហ្នឹងគឺហើយដល់ពេលអញ្ចឹងទៅក៏តម្រាំនឹងញោមអាត្មាបានធូរអញ្ចឹងគឺតម្រាំនឹងញោមបានធូរស្រួលបួលទៅបានអាត្មាត្រឡប់ទៅវិញទៅបីញោមអាត្មាបានធូរហើយប៉ុន្តែវីសាអត់ទាន់បានមកក៏អត់ទាន់បានទៅដែរព្រោះវីសាដាក់ពីប្រហែលថ្ងៃមុនហ្នឹងគាត់ប្រាប់ថាប្រហែលជាមួយខែឬក៏មួយខែកន្លះបានព្រះអង្គពីមុនហ្នឹងទៅវីសាទៅភូមិទៅភូមិតាមពិតទៅការពីមុនអាត្មាការនៅថៃចេញពីថៃទៅខាងញាតិញោមនៅថៃហ្នឹងគាត់ធ្វើវីសាឲ្យវីសាបែបមិនមែនជាវីសា free ណាមួយឆ្នាំទៅអស់$200មួយឆ្នាំណាវីសារបស់អាត្មាហ្នឹងហើយដល់ពេលចេញមកអញ្ចេះតាមពិតទៅប្រសងខ្មែរយើងនៅប្រទេសភូមាគេផ្ដល់អត្ថប្រយោជន៍ឲ្យគឺជាវីសា free បែបវីសា free សម្រាប់ប្រសងណាអញ្ចឹងទៅក៏តាក់ទងមួយព្រះអង្គគ្រូហ៊ុនម្ចាស់គ្រូហមហ៊ុនលោកប្រាប់ថាឥឡូវចេះមិនបាច់នេះទេឲ្យយើងផ្ដាច់អាវីសាអស់លុយនឹងចេញទៅធ្វើបែប free វិញធ្វើបែប free វិញព្រោះអាត្មានៅមួយ Shadow Oriental អថ្ងៃហ្នឹងគឺដូចជួលឲ្យទៅនៅពៀនអញ្ចឹងឆាន់ចង្ហាន់ក៏អាស្រ័យលើលោកសេនាសនៈក៏អាស្រ័យលើលោករៀនកម្មដ្ឋានក៏អាស្រ័យជាមួយលោកពេលឈឺក៏អាស្រ័យជាមួយលោកតម្លៃចេញវីសាមួយឆ្នាំ$200ក៏អាស្រ័យលើលោកគ្រប់យ៉ាងលើលោកទាំងអស់ហើយណាដូចជួលយើងឲ្យទៅនៅពៀនអញ្ចឹងដល់ពេលហ្នឹងឃើញថាដើម្បីកាត់បន្ថយការចុះសហុយលោកច្រើនពេកអញ្ចឹងទៅក៏អ្វីដែលជាវីសា free យើងមានហ្នឹងក៏គួរដំណើរធ្វើវីសា free ទៅដើម្បីពីព្រោះអីដោយសារភូមិវាមានបញ្ហារឿងសង្គ្រាមអីទៅសេដ្ឋកិច្ចក៏ធ្លាក់ចុះដែរអញ្ចឹងទៅបានឲ្យម្ចាស់គ្រូហមហ៊ុនលោកដាក់ពីអីហ្នឹងគឺឲ្យធ្វើវីសាទៅជាវីសា free វិញវីសា free ហ្នឹងពីមុនធ្វើត្រឹមតែ2អាទិត្យបានហើយប៉ុន្តែដោយសារមានបញ្ហារឿងសង្គ្រាមអីចឹងទៅវាយូរគឺរហូតដល់មួយខែជាងទៅបានហ្នឹងប៉ុន្តែអាត្មាគិតថាមិនអីទេដោយសារតែអាការៈរបស់ញោមស្រីអាត្មាក៏មិនទាន់ធូរស្បើយនៅឡើយដែរទេបងនឹងអញ្ចឹងបានជាថ្ងៃមុនហ្នឹងមានញាតិញោមមកក្រុមដែលគាត់មកហ្នឹងគាត់ថាលោកម្ចាស់ឯកណាអត់ដឹងហើយទៅឃើញលោកគ្រូប្រហោះពឹកមិញថាមានវគ្គកម្មដ្ឋានហ្នឹងហើយញោមចង់ចូលរួមដែរហើយដល់ពេលអត់ដឹងអញ្ចឹងកម្រងទៅស្រុកអស់លេងហ្នឹងហើយអញ្ចឹងអញ្ចេះបានអត់បងគ្រូគឺពេលចប់ចូលឆ្នាំទៅមានមួយវគ្គបានអត់គាត់ស្នើសុំ5 6នាក់ហើយអាត្មាទាំងតសាកសួរលោកគ្រូព្រោះអាត្មាកម្មវិធីហ្នឹងគឺលោកគ្រូលោកអ្នករៀបចំអាត្មាដឹងដែរហ្នឹងណាហើយទៅប្រហែលជាគាត់នឹងប្រជុំរៀបរួមសួរអីលោកគ្រូសុំមួយវគ្គក្រោយពេលចូលឆ្នាំពេលណាគាត់ដឹងដែរទេណាហើយដល់ពេលគាត់ថាពួកគាត់ក៏ធ្លាប់បប្រតិបត្តិមកដែរប៉ុន្តែក្រោយមកទៅអត់បានមានឱកាសជួបមួយអាត្មាហើយតាំងពីអាត្មាទៅភូមិមកព្រោះនៅនោះគេពេលអាត្មានៅទៅភូមិនោះនៅនោះគេអត់ប្រើទូរស័ព្ទទេទូរស័ព្ទអាត្មាប្រើហ្នឹងប្រាប់ឲ្យដឹងហើយណាកុំឲ្យថាំងពេលទៅដល់ហ្នឹងតាក់ទងមួយព្រះអង្គគ្រូមិនអត់បានអញ្ចឹងពេលដល់ហ្នឹងទូរស័ព្ទយកទុកក្នុងឃ្លាំងអស់ហើយណាទុកក្នុងឃ្លាំងអស់ហើយអញ្ចឹងឱកាសដែលបានជួបពិបាកនិយាយញោមពីព្រោះក្នុងទូរស័ព្ទដែលប្រើព្រោះឱកាសនៅក្នុងពីព្រោះឱកាសដែលធ្វើឲ្យនេះនឹងមិនញោមពីព្រោះក្នុងប្រសងមួយអង្គនៅក្នុងប្រទេសភូមាហ្នឹងណាប្រសងមួយអង្គក្នុងភូមាហ្នឹងគឺឲ្យប្រើនិយាយទៅប្រសងគ្រប់អង្គទាំងអស់ឲ្យប្រើទូរស័ព្ទតែមួយដែលជាទូរស័ព្ទរបស់សង្ឃទេហើយឲ្យប្រើហ្នឹងគឺមានពេលកំណត់គឺក្នុងមួយថ្ងៃប្រើបានត្រឹមតែ1ម៉ោងទេគឺចាប់តាំងពីម៉ោង 9 កន្លះដល់ម៉ោង 10 15 នាទីហើយដល់ពេលទៅក៏ក្នុងការប្រើប្រាស់ទូរស័ព្ទហ្នឹងក៏អត់ឲ្យយកទូរស័ព្ទយកស៊ីមទៅកត់ដែរគឺឲ្យទេឲ្យប្រើនៅក្នុងនៃសង្ឃ office ហ្នឹងឯងមិនឲ្យយកទៅកត់ទេហើយអញ្ចឹងកន្លែងសង្ឃ office ហ្នឹងគឺមិនសូវស្ងាត់ទេណាគឺជែកចាយច្រើនព្រោះច្រើនប្រទេសហ្នឹងហើយបើនិយាយពីអ៊ីនធឺណិតនៅទីនោះវិញគឺជាអ៊ីនធឺណិតបែបអ៊ីនធឺណិតកម្មដ្ឋានសង្រួមណាអត់ហ៊ានដើរលឿនទេអញ្ចឹងហ្មងតាក់ទងបានពេលខ្លះចិត្តកន្លះម៉ោងមិនតាន់បានទេចូលផងវាយឺតហើយដល់អញ្ចឹងទៅហើយក្នុងការទេតាក់ទងមកហ្នឹងបើសិនឯអង្គណាតាក់ទងប្រើប្រាស់អ៊ីនធឺណិតច្រើនដងទៀតចូលជីស្បែកខ្មៅទៀតណាពីព្រោះគោលបំណងរបស់ Shadow លោកអត់ចង់ឲ្យពាក់ព័ន្ធទៅរឿងខាងក្រៅទេឲ្យបប្រតិបត្តិតែម្យ៉ាងរឿងគេឆ្លោះគ្នាគេបាញ់គ្នានេះអាត្មាមិនដឹងទេណាឮតែញាតិញោមបានឮតាមព្រះអង្គគ្រូហមហ៊ុនខ្លះអ្នកគេទៅខ្លះទាំងគេឆ្លោះគេបាញ់គ្នាមិនដឹងអីទេព្រោះអាត្មានៅនោះប្រសងខ្មែរប្រសងថៃនៅមួយគ្នាដូចបងប្អូនអញ្ចឹងអត់ដឹងរឿងអីដូចគ្នាហ្នឹងហើយបានអាត្មាប្រាប់ថាហ្នឹងគេឆ្លោះគ្នាមកគេអត់ធោះ
ហើយយើងអ្នកមានធម៌ដែរធ្វើជាគំរូដល់គេណាធ្វើជាគំរូដល់គេព្រោះអីគេពុទ្ធបរិស័ទគឺយកពុទ្ធពធប្រសងជាទីពឹងជាទីរលឹកហើយយើងជាប្រសងត្រូវមានទៅពធជាទីពឹងជាទីរលឹកបើយើងជាប្រសងហើយប្រសងឆ្លោះគ្នាទៀតចុះពុទ្ធបរិស័ទទីពឹងអីឃើញហើយដល់ពេលហ្នឹងនៅភូមិមានមានអីថ្មប្រសងខ្មែរនឹងភូមិមានអាចារ្យស្រឡាញ់ចូលចិត្តសឹងអីហ្នឹងអត់ដែរមិនកាន់ទេញោមអាញោមស្ដាប់បញ្យល់ឲ្យញោមស្ដាប់ណាពាក្យថាឆ្លោះគ្នាមួយម៉ាត់ដែលមានសម្ដែងនៅក្នុងវិវាទមូលសោតមកផ្លេចបិដកលេខប្រមាណហើយប៉ុន្តែវិវាទមូលសោតហ្នឹងគឺជាប្រសូតដែលនិយាយពីហេតុដែលធ្វើឲ្យមនុស្សឆ្លោះគ្នាមាន6យ៉ាងហើយញោមវាយពាក្យហ្នឹងទៅឆែកមើលក្នុងបត្រៃបិដកទៅមាន6យ៉ាងហ្នឹងដែលហេតុដែលនាំឲ្យឆ្លោះគ្នាហើយលោកបានសម្ដែងថានៅពេលណាដែលអ្នកនឹងឆ្លោះគ្នាតោះតែងគ្នាជាដើមអ្នកនឹងមិនបានឈ្មោះថាគោរពពុទ្ធគោរពពធគោរពប្រសង្ឃទេអញ្ចឹងគ្រប់ពេលអ្នកដែលឆ្លោះគ្នាសុទ្ធតែអ្នកមិនគោរពពុទ្ធពធប្រសង្ឃទេណាមិនគោរពពុទ្ធពធប្រសង្ឃទេពុទ្ធពធប្រសង្ឃឯណាបរិញ្ញាយើងឆ្លោះគ្នាមានតែបរិញ្ញាឲ្យលះទៅនៅលោភៈទោសៈមោហៈតែអ្នកដែលឆ្លោះតោះតែងគ្នាគឺជាអ្នកដែលមិនធ្វើតាមនេះឯងហ្នឹងហើយអញ្ចឹងទៅឲ្យយើងយល់អញ្ចឹងបានអូយចុះអ្នកនឹងមិនក៏អញ្ចឹងអាហ្នឹងគឺជារឿងរបស់បុគ្គលញោមហើយអាត្មានៅថៃនេះគឺដឹងអ្នកដែលណាដែលល្អដែលមិនល្អហ្នឹងគឺដឹងតាមពិតអ្នកដែលពង្វក់សង្គមហ្នឹងក៏មានហើយអ្នកដែលគេជ្រះថ្លាជាមួយប្រសងពិតហ្នឹងក៏មានហ្នឹងហើយអញ្ចឹងគឺព្រោះអាត្មានៅហ្នឹង11ឆ្នាំអាត្មាដឹងច្បាស់យ៉ាងម៉េចតែដោយសារវាមានក្រុមអ្នកដែលពង្វក់ហ្នឹងគឺមានហើយដល់ពេលយូរទៅចុះមនុស្សយើងនៅមានកិលេសហ៎ណាយើងគិតមើលក្រុមគ្រួសារយើងម៉ែឪបងប្អូនស្រឡាញ់គ្នាទាំងអីហ្នឹងដល់ពេលគេមកចាក់ចុចចុះឡើងទៅឆ្លោះគ្នាបងប្អូនខ្លួនឯងហ្នឹងឯងអាហ្នឹងដោយសារព័ត៌មានវាមិនល្អអញ្ចឹងបានប្រាប់ថាយើងការសេពគប់ព័ត៌មានដែលយើងត្រូវស្ដាប់ត្រូវអានត្រូវមើលហ្នឹងត្រូវមើលផងតើព័ត៌មានប្រភេទណាដែលធ្វើឲ្យយើងកើតសតិបញ្ញានិងព័ត៌មានប្រភេទណាដែលធ្វើឲ្យយើងនឹងអាប់អោនបញ្ញាហ្នឹងហើយអាប់អោនបញ្ញាព្រោះរឿងខ្លះយើងអត់ដឹងល្អជាងរឿងខ្លះបើកាលណាយើងដឹងហើយមានសតិបញ្ញាស្មារតីក្នុងរឿងហ្នឹងអូខេដឹងតតែបើថារឿងខ្លះដឹងហើយក្តៅក្រហាយនៅមិនសុខហើយវាកើតមិនជាប្រយោជន៍ដល់ខ្លួនឯងមិនចាំបាច់ដឹងតទៅទៀតទេហ្នឹងឯងពីព្រោះអាហ្នឹងរឿងដែលសំខាន់អ្នកញោមត្រូវដឹងថាលោកធម៌ឬបញ្ហាទាំងអស់ហ្នឹងវាមានតាំងតែពីសម័យយូរណាស់មកហើយអញ្ចឹងបានប្រាប់ជាមួយមិត្តភក្តិដែលនៅមួយគ្នានៅភូមិហ្នឹងប្រាប់ថាយើងជាប្រសង់យើងជាភិក្ខុសាមណេរយើងត្រូវធ្វើជាគំរូដល់ពួកគេដែលពួកគេឆ្លោះទាស់តែងគេឆ្លោះទាស់តែងគ្នាពីព្រោះមកតែពួកគេអត់មានធម៌អញ្ចឹងដែលយើងជាអ្នកមានធម៌ទៅធ្វើខ្លួនជាគំរូឲ្យគេបានឃើញបានមើលបានដឹងពីព្រោះការបង្រៀនដែលល្អជាទីបំផុតគឺជាការបង្រៀនដោយយកខ្លួនឯងធ្វើជាគំរូឲ្យដល់អ្នកដទៃហើយការដែលបង្រៀនដោយយកខ្លួនឯងធ្វើជាគំរូឲ្យដល់អ្នកដទៃនេះមិនចាំបាច់តតែប្រើពាក្យនិយាយទេពេលខ្លះក៏នៅរស់នៅឲ្យឃើញធ្វើឲ្យមើលម្នាក់សុទ្ធតែមានសតិបញ្ញាស្មារតីរៀងខ្លួនមែនទេអញ្ចឹងទៅអាសកម្មភាពណាដែលវាល្អសកម្មភាពណាដែលមិនល្អគឺគេអាចមានសិទ្ធិក្នុងការវិនិច្ឆ័យដោយសតិបញ្ញារបស់គេដែលបានរៀនដឹងមកយល់មកហ្នឹងអញ្ចឹងទៅវាអត់បញ្ហាទេសំខាន់បំផុតតែដែលលំបាកហ្នឹងគឺត្រង់ថាគឺយើងទទួលដឹងនៅព័ត៌មានដែលវាអត់ច្បាស់លាស់អញ្ចឹងទៅហ្នឹងហើយយើងពេកទៅធ្វើជាហេតុធ្វើឲ្យរឿងរ៉ាវអីហោហាយអញ្ចឹងទៅអញ្ចឹងបានស្រាដល់លោកដើម្បីកាត់បន្ថយហើយដល់កាលណាដឹងរឿងរ៉ាវអញ្ញែអញ្ចឹងកម្មដ្ឋានអត់ទៅមុខទេវិលទៅហ្នឹងឯងបើសារហេតុសារដល់លោកដកទូរស័ព្ទទុកទាំងអស់អត់មានដឹងអីឲ្យលេងណាអាហ្នឹងដូចមកប្រាប់យ៉ាងហ្នឹងគឺដោយសារតែបើសិនតែគោរពពុទ្ធពធប្រសង្ឃដូចគ្នាអត់មានបញ្ហាអីទេហ្នឹងឥឡូវចេះត្រឡប់មករឿងយើងនេះវិញព្រោះយើងសិក្សារៀនសូត្រធម៌ហ្នឹងហើយអញ្ចឹងទៅព្រោះហ្នឹងឥឡូវតាក់ទងមកក្នុងរឿងកម្មដ្ឋានរបស់យើងនេះគឺឥឡូវញោមគ្នាបានយល់ហើយណាឲ្យយើងចាប់យកអាណាប៉ាហ្នឹងជាគោលទៅណាហើយសិនតែមានចម្ងល់អីតទៅបប្រតិបត្តិទៅអត់យល់អីក៏ឲ្យសួរអាបន្តទៅในរវាងអាដែលគង់នៅស្រុកខ្មែរហ្នឹងណាគិតថារំត្រឡប់ទៅវិញក៏យូរដែរណាអញ្ចឹងហើយញោមមានពេលក៏ធ្វើទៅត្រឡប់ទៅផ្ទះទៅអីចឹងទៅក៏យើងរកឱកាសរកពេលវេលាក៏បប្រតិបត្តិបន្តទៅតហ្នឹងហើយចុះមានញោមណាឆ្ងល់អីទៀតទេញោមឲ្យនេះទៅគាត់ទៅបងហ្នឹងហើយគឺបើកាលណាយើងបើកាលណាយើងបប្រតិបត្តិចឹងសួរអាការៈរបស់ញោមសិននៅពេលដែលញោមអង្គុយរាល់ថ្ងៃហ្នឹងគឺអាចដឹងចោលដង្ហើមបានដែរឬក៏អត់ដឹងបានប្រហែលជាប្រហែលនាទីទៅមកគណៈហ្នឹងប្រហែលជាប្រហែលនាទីទៅមើលទៅអូខេ
ở đấy thế đăng phần năng có bàn để bên ấy để sẵn khăn là phát ở dương bàn đăng chân hay coi dương có bật tham bị pi này tí tại bay này tí bật tham bị bay này tí tại buôn này tí tịnh đong tại thầy thị chán về dương đăng cho đằng hai muốn đôi pha prap nhắn thị chán chật dương ọt ngóp rồi coi chật rồi còn mày về đèn quay tới nữa bàn ọt sơ đăng cho đằng hai ọt sơ ngóp chẳng cứ ao nhôm prai nơi muôn đằng pe nhôm chụp ra nơi anapanasati cứ sau mọi nhôm bàn phơi nơi sai meta sần nè ở vậy thì sai meta đôi mà bàn prap thì nghĩ mấy nhá nè chạm bàn đó nó ọt chạm mày nè hay chó ở lấy ọt chạm tha tam tham cả bàn này nèតាមពិតវិធីផ្សាយមេត្តានេះគឺមានដល់ទៅ528វិធីប៉ុន្តែអាត្មានឹងប្រាប់នៅវិធីបែបដំបូងថ្នាក់បន្តិចសិនណាថ្នាក់បើទៅថ្នាក់វាទៅថ្នាក់អីគេថ្នាក់សាលាមត្តេយថ្នាក់សាលាមត្តេយហ្នឹងហើយដើម្បីឲ្យយើងហ្វឹកឲ្យចិត្តយើងស្ងប់មកបន្តិចមុននឹងពេលដែលយើងទៅកំណត់ដឹងខ្យល់ដង្ហើមអញ្ចឹងនៅពេលដែលយើងនិយាយចាប់ដើមអង្គុយអញ្ចឹងគឺឲ្យយើងបង្អន់ចិត្តមកខ្លួនឯងហើយបរិកម្មគឺនិយាយក្នុងខ្លួនឯងហ្នឹងឯងប្រាប់ថាសូមឲ្យនាងខ្ញុំក៏បានដែរណាសូមឲ្យនាងខ្ញុំមាននៅសេចក្តីសុខកាយសប្បាយចិត្តសូមឲ្យនាងខ្ញុំមាននៅសេចក្តីសុខកាយសប្បាយចិត្តថាតាមអាត្មាហ្មងទៅឲ្យដឹងថានិយាយវាមិននាងខ្ញុំសុខកាយសប្បាយចិត្តណាសូមឲ្យនាងខ្ញុំមាននៅសេចក្តីសុខកាយសប្បាយចិត្តសូមឲ្យនាងខ្ញុំមាននៅសេចក្តីសុខកាយសប្បាយចិត្តណាសូមឲ្យអ្នកនៅក្នុងបន្ទប់នេះទាំងអស់គ្នាមាននៅសេចក្តីសុខកាយសប្បាយចិត្តហ្នឹងហើយក៏សូមឲ្យអ្នកនៅក្នុងវត្តសន្លងទាំងអស់គ្នាមាននៅសេចក្តីសុខកាយសប្បាយហ្នឹងណាសុខកាយសប្បាយចិត្តប៉ុណ្្នឹងហើយសូមឲ្យអ្នកធ្វើដំណើរតាមដងផ្លូវទាំងឡាយមាននៅសេចក្តីសូមឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាសូមឲ្យសពសត្វទាំងឡាយទាំងពួងហ្នឹងផ្សាយយ៉ាងទៅមកទៅឲ្យធ្វើចិត្តរបស់យើងសតុនដូចយើងនិយាយទៅកាន់កូនក្មេងតូចអញ្ចឹងណាហើយដល់ពេលហ្នឹងគឺចិត្តរបស់យើងចាប់ផ្ដើមស្ងប់នៅពេលដែលចិត្តរបស់ញោមចាប់ផ្ដើមស្ងប់ឃើញថាចិត្តស្ងប់ល្អហើយក៏ឲ្យយើងបង្អន់ចិត្តមកដឹងខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលពីព្រោះអាណាបានសតិកម្មដ្ឋានខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលនេះវាគឺជាអារម្មណ៍ដែលល្អិតអញ្ចឹងបើកាលណាវាមានអារម្មណ៍ដែលល្អិតអញ្ចឹងហើយចិត្តយើងអត់ស្ងប់ដល់ពេលចិត្តយើងអត់ស្ងប់ទៅកំណត់ដឹងនៅអារម្មណ៍ដែលល្អិតអញ្ចឹងអត់បានយូរទេបានតែបន្តិចគឺល្វើយហើយអញ្ចឹងគឺត្រូវធ្វើចិត្តរបស់យើងឲ្យស្ងប់សិនដើម្បីអាចដឹងនៅខ្យល់ដែលល្អិតនឹងបានណាអញ្ចឹងពេលដែលចិត្តស្ងប់ហើយមកកំណត់ដឹងនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលគឺនឹងដឹងបានយូរហើយណារួចទៅក៏ដឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលទៅរឿយយ៉ាងទៅហើយនៅក្នុងការដឹងហ្នឹងគឺដូចមកប្រាប់អញ្ចឹងគឺគុំប្រឹងក្នុងការដឹងខ្យល់ខ្លាំងពេកគឺដឹងខ្យល់ដង្ហើមហ្នឹងដូចមកប្រាប់អញ្ចឹងគឺដឹងបើនិយាយពីយើងចាប់ដបវិញណាគឺចាប់បែបប្រឡែងចាប់បែបប្រឡែងដូចថ្នមយ៉ាងគុំចាប់ដោយការប្រឹងអញ្ចេះបើចាប់ដោយការប្រឹងអញ្ចេះហត់ហើយអត់បានយូរទេណាអត់បានយូរទេបងអាហ្នឹងគឺតាក់តងទៅជាមួយនឹងការដែលយើងដឹងនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលហើយក្នុងការអង្គុយរបស់យើងដូចស្មាប្រាប់អញ្ចឹងអង្គុយនៅក្នុងឥរិយាបថដែលជាទីសប្បាយដូចញោមអាយុច្រើនអញ្ចឹងអាចអង្គុយលើកៅអីផ្អែកលើកៅអីអីយ៉ាងហ្នឹងទៅហើយយើងកុំគិតថាធ្វើយើងតិចខុសហើយដឹងអត់បាន1ម៉ោងផងអត់អីទេបានប៉ុណ្ណឹងបានពីព្រោះអីគេដូចស្មាប្រាប់អញ្ចឹងនៅពេលណាដែលយើងមានអាចកំណត់ដឹងនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលបានជាប់តគ្នាយូរទៅយើងនឹងមានសេចក្តីសុខនៅក្នុងការដឹងខ្យល់ដង្ហើមចេញនិងក្នុងការដឹងខ្យល់ដង្ហើមចូលដល់ពេលកាលណាយើងមានសេចក្តីសុខស្ងប់នៅក្នុងការដឹងខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលនៅពេលហ្នឹងការសុខស្ងប់ការឈឺចុកចាប់តាមរាងកាយនឹងអត់មានទេដល់ពេលយើងអត់មាននៅក្នុងគណៈពេលហ្នឹងពីព្រោះអីនៅក្នុងគណៈពេលដែលចិត្តរបស់យើងចាប់ដើមស្ងប់ចិត្តរបស់យើងនឹងក្នុងគណៈពេលហ្នឹងវាគឺជាមហាកុសលហើយកុសលដែលជាចិត្តដែលជាកុសលហ្នឹងចិត្តត្រង់ហ្នឹងវាចូលទៅបង្កើតនៅរូបកលាបៈមួយប្រភេទទៀត
ដែលមានសភាពលក្ខណៈល្អិតជាងរូបកលាបៈបច្ចុប្បន្ននេះដល់ពេលវាល្អិតជាងវាប្រណិតជាងវាទន់ជាងវាស្រាលជាងនៅក្នុងគណៈពេលហ្នឹងគឺធ្វើឲ្យរាងកាយរបស់ញោមហាក់ដូចជាស្រាលខ្លួនឡើងឃើញទេស្រាលត្រជាក់ស្ងប់កើតឡើងមកដោយសារគេដោយសារតែអំណាចរបស់ចិត្តដែលជាកុសលហ្នឹងឯងវាបង្កើតទៅនៅវាបង្កើតទៅនៅចិត្តជារូបថ្មីឡើងមកនៅចិត្តតែជារូបថ្មីឡើងមកអញ្ចឹងបានញាតិញោមឃើញថានៅពេលដែលអ្នកបប្រតិបត្តិអាចបប្រតិបត្តិដោយចិត្តស្ងប់ហើយបប្រតិបត្តិរហូតដល់មានពន្លឺមានបតិភិកនិមិត្តកើតឡើងឬក៏មកត្រឹមដែលមាននៅឧក្ហនិមិត្តកើតឡើងជាដើមយើងនឹងឃើញថាសម្បល់របស់គាត់គឺមានការស្រស់ថ្លាជាងមុនទាំងមុខមាត់ទាំងកែវភ្នែកជាដើមគឺស្រស់ថ្លាជាងមុនហើយការដើររបស់គាត់គឺរហ័សរហួនគឺបានថារាងកាយរបស់គាត់គឺវាគួរដល់ការងារណាគួរដល់ការងារអានេះដល់អំណាចនៃកុសលហើយដូចញោមសួរងាកមិញអញ្ចឹងដល់ពេលបប្រតិបត្តិមកដល់ដំណាក់កាលដែលថាមានពលឺកាត់ឡើងអីអញ្ចឹងសូម្បីតែហូបក៏អត់ច្រើនដែរហូបអត់ច្រើនហើយសម្រានក៏អត់ច្រើនដែរបទពិសោធន៍អ្នកបប្រតិបត្តិខ្លះហ្នឹងគឺមួយយប់មួយថ្ងៃ24ម៉ោងសម្រាប់តែ1ម៉ោងកន្លះទេប៉ុន្តែកម្លាំងពេញព្រៀបណាកម្លាំងពេញព្រៀបហើយមិនបាច់ចាំរកថ្នាំលេបថ្នាំឲ្យថ្នាំដាក់ឲ្យងួយដេកយកអីទេបើយើងគិតបារម្ភអញ្ចឹងរកថ្នាំលេបវិញយើងនឹងឈឺដោយសារថ្នាំហ្នឹងឯងយើងនឹងឈឺដោយសារថ្នាំហ្នឹងហើយសួរថាហេតុអីដោយសារកម្លាំងរបស់សមាធិវាគ្រប់គ្រងដោយសារកម្លាំងរបស់សមាធិវាគ្រប់គ្រងអញ្ចឹងនៅក្នុងគណៈពេលហ្នឹងសួរថាចុះនៅដល់ពេលណាទៅលោកចាស់ទៅបានវាត្រឡប់មកប្រកដីវិញគឺនៅក្រោយពេលដែលយើងបានចូលដល់បឋមឈានហើយបានធ្វើនៅវស័យរបស់បឋមឈានបានជោគជ័យពេលហ្នឹងគឺគ្រប់យ៉ាងត្រឡប់មកដូចដើមវិញហើយព្រោះនៅក្នុងគណៈពេលដែលនៅក្នុងអំឡុងពេលដែលឧក្ហនិមិត្តវាកើតឡើងនៅក្នុងគណៈពេលដែលបតិភិកនិមិត្តកើតឡើងទាំងគឺបានថាក្នុងគណៈពេលហ្នឹងគឺរាងកាយរបស់យើងវាកំពុងតែធ្វើការរៀបចំដើម្បីនឹងអីគេដើម្បីត្រៀមទទួលយកនៅគុណធម៌ដែលវិសេសនឹងកើតមានដល់ខ្លួនគាត់ដែលនឹងកើតមាននៅក្នុងទីនេះអញ្ចឹងយើងគិតមើលបើកាលណាឧទាហរណ៍ថានេះនៅកន្លែងនេះពីមុនអត់តបានរៀបចំអីហោហាយអញ្ចឹងឯណានៅកុដនឹងនៅមានសបុកពេញពីងនៅអីយ៉ាងទេប៉ុន្តែពេលក្រោយមកបានឮតំណែងថាថ្មមុនមកដល់ពេលឮតំណែងថាថ្មមុនមកអញ្ចឹងលោកគ្រូលោកក៏ចាត់ចែងឲ្យសាមណេរជួយចាត់ចែងរៀបចំឲ្យកន្លែងហ្នឹងមួយថ្ងៃហ្នឹងគឺព្រុសប្រាស់អត់ស្ងប់ទេណាអត់ស្ងប់មកសំលេងលៀងសំលេងបោះខ្លះទៅសំលេងបោះអាឡោះនេះអាឡោះនោះចុះសម្អាតវាមានស្ងាត់ស្អីដល់ពេលអញ្ចឹងរយៈពេលប្រហែល 3-4 ម៉ោងអត់ស្ងប់ទេហើយសួរថាហេតុអីបានកន្លែងហ្នឹងពីមុនវាស្ងប់ទេហើយឥឡូវបន្ទប់ហ្នឹងអាម៉េចវាកើតអីបានព្រុសប្រាស់អញ្ចឹងគឺវាអត់ប្លែកទេដោយសារតែរៀបចំដើម្បីទទួលនៅអកណ្ដកៈនិមន្តមកឃើញទេដល់ពេលដែលរៀបចំហើយពេលថ្មមុនមកឡើយមានស្អីទៀតស្ងាត់ឆឹងព្រោះរៀបចំឲ្យអស់ហើយអញ្ចឹងយ៉ាងណាមិញរាងកាយរបស់យើងក៏ដូចគ្នាជាប្រកក្តីយើងធ្លាប់តែដឹងនៅខ្យល់ដង្ហើមដែលគ្រោតគ្រៀតធ្លាប់តែដឹងនៅខ្យល់ដង្ហើមដែលគ្រោតគ្រៀតហើយធ្លាប់តែនៅជាមួយនឹងសភាវៈចិត្តរបស់យើងគឺវានៅគ្រោតគ្រៀតអញ្ចឹងណាអញ្ចឹងគឺឃើញថាប៉ុណ្ណឹងជាស្តង់ដារវានៅជាសុខបានហើយដល់ទៅពេលយើងបប្រតិបត្តិទៅវាបង្កើតទៅនៅរូបកលាបៈដែលល្អិតជាងនឹងហើយចិត្តនឹងវាស្រាលជាងមុនវាទន់វាគួរដល់ការងារជាងមុនអញ្ចឹងឃើញថាបើកាលណាចិត្តនឹងវាល្អិតជាងមុនសភាវៈនឹងវាជម្រៅជាងមុនអញ្ចឹងយកអាសភាពរាងកាយបច្ចុប្បន្ននេះគឺគ្រប់គ្រងទៅជាមួយនឹងសភាវៈដែលនឹងកើតឡើងខាងមុខនេះវាអាចនៅបានទេអញ្ចឹងចាំបាច់រាងកាយហ្នឹងវាទៅអូតូខ្លួនវាតែម្ដងគឺវាត្រូវបានន័យថាជួសជុលណានៅចំណុចណាដែលវាត្រូវជួសជុលបន្ថែមអភិវឌ្ឍបន្ថែមដើម្បីត្រៀមទទួលយកនៅគុណធម៌ដែលពិសេសដែលនឹងកើតឡើងនៅពេលខាងមុខនេះអញ្ចឹងបានក្នុងអំឡុងពេលដែលយើងបប្រតិបត្តិទៅមានឧក្ហនិមិត្តកើតឡើងឬក៏មានបតិភិកនិមិត្តកើតឡើងហ្នឹងគឺតាំងការសម្រាកក៏អត់ទៀងទាត់ដែរប្រក្តីពីមុនគឺថាម៉ោង7កន្លះឬក៏ម៉ោង8ងុយសម្រាកអីមែនទេដល់ទៅពេលសភាវៈហ្នឹងវាកើតឡើងឡើងត្រង់ពេលដែរជាងការពេលខ្លះអង្គុយទៅណដល់ម៉ោង2:10អីអត់តងុយទេផ្នែកលឺចេះនៅនឹងឯងដល់ពេលខ្លះនោះអត់តងុយនៅពេលចិត្តព្រឹកប្រហែលជាម៉ោង3ម៉ោង4ហ្នឹងរៀងងុយបន្តិចដាក់មកភ្លឹងទៅមកផ្លែតរយៈពេលត្រឹមតែ10ពេលខ្លះគឺរយៈពេលត្រឹមតែ1ម៉ោងញាក់ដឹងខ្លួនឡើងវិញគឺនឹងស្វាងចេះហើយមានកម្លាំងពេញព្រៀបតែម្ដងមានកម្លាំងខ្លាំងជាងអ្នកដែលសម្រានមកយប់ទល់ព្រឹកពីព្រោះអីពីព្រោះពេលហ្នឹងអ្នកដែលសម្រានមកយប់ទល់ព្រឹកហ្នឹងគឺគាត់ពេលខ្លះគាត់សម្រានទៅពិតមែនប៉ុន្តែគាត់អត់បានសម្រាកទេសម្រានប៉ុន្តែជាសពរហូតចិត្តរបស់គាត់ឡើងកាន់វិថីរហូតញាក់ឡើងមកស្ងាត់ហួមឃើញទេអត់បានសម្រាកប៉ុន្តែដល់ពេលអ្នកដែលបប្រតិបត្តិសមាធិគឺគាត់បានសម្រាកផ្លូវចិត្តសម្រាប់យ៉ាងម៉េចពីព្រោះគាត់បាននៅផ្ដោតនៅក្នុងអារម្មណ៍តែមួយចិត្តរបស់គាត់អត់មានធ្វើការច្រើនទេផ្ដោតនៅក្នុងអារម្មណ៍តែមួយហើយជាកុសលទៀតមានតែការបញ្ចូលភ្លើងតែម្យ៉ាង
ដល់ពេលយើងទៅអត់មានចាំបាច់សម្រាប់អីច្រើនទេតែបន្តិចគឺពេញគ្រប់គ្រាន់ដល់ពេលរាងកាយរបស់គាត់ពោពេញទៅដោយធម៌ពលពោពេញទៅដោយកម្លាំងច្រើនអញ្ចឹងអត់ហត់អត់នឿយអត់ល្វើយអត់អស់កម្លាំងអញ្ចឹងការហូបរបស់គាត់ក៏អត់ច្រើនដែរឃើញទេអ្នកធ្វើការហត់ជាមួយនឹងអ្នកដែលធ្វើការអត់សូវហត់អ្នកធ្វើការហត់ហូបច្រើនជាងមែនទេដោយសារគាត់ត្រូវការកម្លាំងដើម្បីធ្វើការងារជាបន្តបញ្ចេញធម៌ពលទៅយើងបញ្ចេញកម្មធម៌បញ្ចេញធម៌ពលទៅច្រើនតែដល់ពេលអ្នកដែលមិនសូវធ្វើការធ្ងន់គាត់ហូបតិចពីព្រោះគាត់អត់មានចាំបាច់ប្រើកម្លាំងឲ្យច្រើនប៉ុណ្ណឹងអញ្ចឹងយ៉ាងណាមិញអ្នកបប្រតិបត្តិអ្នកដែលបប្រតិបត្តិនៅពេលដែលចិត្តស្ងប់នៅពេលដែលកម្លាំងរបស់សមាធិកើតឡើងដែលជាថ្នាក់ឧក្ហនិមិត្តឬក៏បតិភិក្ខនិមិត្តកើតឡើងក្នុងគណៈពេលហ្នឹងឯងគឺសម្បីតែការហូបចុករបស់គាត់ក៏អត់ច្រើនដែរហូបតែបន្តិចឆ្អែតដែរហើយក្នុងគណៈពេលហ្នឹងគឺនិយាយតាក់ទងទៅជាមួយនឹងការនិយាយស្ដីក៏អត់ចង់និយាយចង់អីដែរព្រោះអីគេនៅក្នុងគណៈពេលហ្នឹងឃើញថានិយាយទៅវាអត់ប្រយោជន៍បើនៅតែឯងទៅបានដឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលបើនិយាយចំថានៅក្នុងគណៈពេលហ្នឹងអ្នកបប្រតិបត្តិកំពុងតែឆ្ងាញ់ជាមួយនឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលជាមួយនឹងនិមិត្តរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលគាត់កំពុងតែឆ្ងាញ់ជាមួយនឹងអារម្មណ៍កម្មដ្ឋានរបស់គាត់អញ្ចឹងអាចចិត្តដែលតែគិតខាងក្រៅវាអត់ទៅទេគិតទៅខាងក្រៅវាអត់ទៅទេដែលយើងអង្គុយសមាធិហើយចិត្តចេះតែគិតទៅខាងក្រៅគិតទៅរឿងនេះគិតទៅរឿងនោះជាដើមដោយសារតែវាអត់មានភាពសុខស្ងប់ទៅជាមួយនឹងខ្យល់ដង្ហើមអត់មានភាពសុខស្ងប់ទៅជាមួយនឹងអារម្មណ៍កម្មដ្ឋានអញ្ចឹងក៏វាទៅសុខស្ងប់ទៅជាមួយនឹងអារម្មណ៍ខាងក្រៅអញ្ចឹងបានចិត្តនឹងវាចេះចេញទៅខាងក្រៅណាខ្ញុំគិតមើលបើសិននៅថានៅក្នុងវត្តហើយមានឆ្កែនឹងវត្តអញ្ចឹងដល់ពេលនេះញោមចាក់ដាក់អាហារឆ្ងាញ់ឲ្យវាស៊ីអញ្ចឹងទៅដល់ពេលបានអាហារឆ្ងាញ់អញ្ចឹងសួរថាឆ្កែវាចេញពីវត្តទៀតអត់ចេញទេតែបើថាវានៅនឹងវត្តប៉ុន្តែយើងអត់ឲ្យអាហារវាស៊ីទេបង្អត់បាយវាតែម្ដងហើយចង់ឲ្យវានៅតែវានៅអត់នៅអីអត់អីស៊ីដែរណាយ៉ាងណាមិញចិត្តរបស់យើងក៏ដូចគ្នាចិត្តដល់កាលណាយើងមានធ្វើខ្យល់ដង្ហើមនឹងឲ្យទៅជាអាហារដ៏ឆ្ងាញ់របស់ចិត្តណាគឺចិត្តមិនអត់ទៅខាងក្រៅទេហើយអញ្ចឹងវិធីអត់មានលំបាកទេដោយស្មាប្រាប់យើងធ្វើតាមលំដាប់ទៅដល់ពេលយូរទៅនៅក្នុងគណៈពេលហ្នឹងគឺយើងនឹងមានឆន្ទៈនៅក្នុងការដឹងខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលយូរទៅគឺក្នុងគណៈពេលហ្នឹងចិត្តវានឹងចេញទៅខាងក្រៅទេពីព្រោះសមាធិដោយអាត្មាបានប្រាប់ហើយថាសមាធិនេះគឺមានសេចក្តីសុខស្ងប់នឹងឯងគឺជាអារម្មណ៍គឺមានសេចក្តីសុខស្ងប់នឹងឯងសមាធិគឺមានសេចក្តីសុខនឹងឯងគឺជាហេតុចិត្តណាលក្ខណៈតចតកៈរបស់វាណាហេតុចិត្តដែលធ្វើឲ្យកើតសមាធិគឺសេចក្តីសុខអញ្ចឹងបើកាលណាហេតុចិត្តដែលធ្វើឲ្យបញ្ញាកើតឡើងគឺសមាធិណាបញ្ញាមានសមាធិជាហេតុចិត្តហើយសមាធិមានសេចក្តីសុខជាហេតុចិត្តអញ្ចឹងបើកាលណាអង្គុយអញ្ចឹងសេចក្តីសុខនេះមុននឹងឲ្យសេចក្តីសុខតាមផ្លូវចិត្តកើតឡើងគឺយើងត្រូវអង្គុយនៅក្នុងអរិយាបថដែលជាទីសុខសប្បាយសិនឃើញទេត្រូវអង្គុយនៅក្នុងអរិយាបថដែលជាទីសប្បាយសិនឲ្យមានសេចក្តីសុខនៅក្នុងអរិយាបថយ៉ាងសិនបើកាលណាយើងអង្គុយទៅមានសេចក្តីសុខស្រួលពេលហ្នឹងចេះចង់មើលខ្យល់ដង្ហើមហើយតែបើថាយើងអង្គុយពឹបលើកាមេរ៉ាហ្នឹងសិតតែគ្រោះសិតតែកំតិចដបសិតតែបំបែងដបដាក់ពឹបឈឺញាច់ទៅហើយយើងមានអារម្មណ៍ណាមើលខ្យល់ទៀតដែរឃើញទេអញ្ចឹងបានប្រាប់ថាអរិយាបថហ្នឹងគឺសំខាន់ណាស់សម្រាប់រយៈពេលយូរឬឆាប់រយៈពេលយូរឬឆាប់ជាដើមហ្នឹងមិនចាំបាច់កង្វល់ទេនៅពេលណាដែលយើងអាចមានសតិដឹងខ្យល់ដង្ហើមចេញចូលបានជាប់តគ្នាល្អអាហ្នឹងគឺរយៈពេលយូរវាទៅដោយខ្លួនឯងហើយអញ្ចឹងយើងអ្នកបប្រតិបត្តិថ្មីគឺមិនគប្បីអង្គុយប៉ុណ្ណឹងជាមួយអ្នកដែលគេបប្រតិបត្តិយូរទេបើទៅអង្គុយប៉ុណ្ណឹងជាមួយអ្នកបប្រតិបត្តិមកហេហូដាច់ខ្យល់បាត់ហើយព្រោះអ្នកខ្លះគេអង្គុយ3ម៉ោងអត់តាន់ដូរបលាំងអត់តាន់ដូរអិយាបថទេនឹងខលនៅនឹងឯងហើយបើថាយើងអង្គុយដូចគេបានតែ2ថ្ងៃដល់ក៏ខ្យល់ហើយហ្នឹងពីព្រោះគេនៅដោយកម្លាំងសមាធិតែបើយើងនៅហើយយើងប្រឹងតាមគេយើងនៅដោយការប្រឹងហ្នឹងអង្គុយ1ម៉ោងដូចគេបាច់នឹងជុកអត់អីទេណាជីទូទៅនៅពេលដែលយើងបានបប្រតិបត្តិទៅឃើញចិត្តស្ងប់ល្អពេលខ្លះអាចថាឃើញនិមិត្មកម្ដងនឹងសบายចិត្តរួចទៅអង្គុយទៅនឹកឃើញការទៀតណោះបានណោះការណោះបានកើតទៀតណោះបើយើងអង្គុយគិតអញ្ចឹងអង្គុយរាប់ឆ្នាំក៏អត់កើតឡើងដែរហ្នឹងដោយសារអីហ្នឹងហ្នឹងឯងគ្រាន់តែស្ងប់ក៏ដូចគ្នាដល់ពេលយើងអង្គុយបលាំងហ្នឹងឲ្យស្ងប់នឹកឃើញអូយស្ងប់ល្អណាស់អញ្ចឹងបលាំងទៅមុខទៀតដាក់ឲ្យស្ងប់ជាងនឹងទៀតបើយើងគិតអញ្ចឹងអត់បានការបដ ாய் ពីព្រោះអីគេអាចចង់ហ្នឹងវាគឺជាតួតណ្ហាវាចូលទៅជាមួយដែលចិត្តយើងបប្រតិបត្តិហ្នឹងហើយកុំភ្លេចដែលយើងបប្រតិបត្តិហ្នឹងដែលយើងស្ងប់ហ្នឹងស្ងប់ដោយអំណាចកុសលស្ងប់ដោយអំណាចកុសលដល់ពេលតាំងសេចក្តីស្ងប់នឹងក្តីទាំងនិមិត្តនឹងក្តីវាកើតឡើងដោយចិត្តដែលជាកុសល
តែដល់ពេលកាលណាយើងធ្វើទៅយើងចង់ឲ្យវាស្ងប់អាពាក្យថាចង់ហ្នឹងគឺជាកូនចៅរបស់តណ្ហានេះឯងគឺជាកូនចៅរបស់តណ្ហាបើកាលណាយើងយកតណ្ហាដាក់តាមខ្លួនហើយស្ងប់មកពីណាហ្នឹងឯងចង់ឲ្យខ្លួនមានស្ដីណែចង់ឲ្យខ្លួននឹងតិចចង់ឲ្យខ្លួនតិចប៉ុន្តែតែអោបដុំភ្លើងតិចអោមកការតិចអង្ការតិចប៉ុន្តែអោបដុំភ្លើងរហូតអាតួតណ្ហាដោយដុំភ្លើងអញ្ចឹងយើងបប្រតិបត្តិសួរតែអាចដឹងខ្យល់បានទេដឹងបានតែមួយឆាវនឹងឯងរួចទៅក៏ឡើងទៅមុខរួចហើយពីព្រោះយើងអីគេដឹងដោយសារអំណាចរបស់តណ្ហាអញ្ចឹងស្ដីស្ងប់អត់អាចកើតឡើងបានទេនិមិត្តមិនអាចកើតឡើងបានទេពីព្រោះវាមានតណ្ហាចូលទៅជ្រែកនឹងឯងអញ្ចឹងវិធីដូចមកប្រាប់អញ្ចឹងបប្រតិបត្តិកុំឲ្យយើងគិតឃើញថាអូយើងបប្រតិបត្តិមក2ឆ្នាំហើយលោកម្ចាស់កណាបប្រតិបត្តិមក3ឆ្នាំហើយលោកម្ចាស់រាល់កម្លាំងនៃការបប្រតិបត្តិយើងត្រូវធ្វើទុកក្នុងចិត្តថាយើងដូចជាមនុស្សដែលទៅតែចាប់ផ្ដើមថ្មីអញ្ចឹងឯងគ្រប់បលាំងទាំងអស់ព្រោះការបប្រតិបត្តិសមាធិញាតិញោមវាដូចជាត្រីហែលបច្រាស់ទឹកអញ្ចឹងត្រីហែលបច្រាស់ទឹកហែលទៅដល់ពេលដល់កន្លែងមួយវាឈប់ហើយដល់ពេលវាហត់ណាវាថាឈប់ប៉ុណ្ណឹងសិនហែលបច្រាស់ទឹកកំពុងហូរខ្លាំងណាពេលដែលត្រីនឹងឈប់សួរថាតើត្រីនឹងវានៅមួយកន្លែងហ្នឹងឬក៏វាមិនដែរទៅតាមទឹកមិនដែរទៅតាមទឹកនោះទៅដល់នោះហើយបើសិនត្រីនឹងគាត់ថាអីឈប់តែមួយកន្លះម៉ោងសិនចាំហែលតទៅទៀតសាបើកភ្នែកឡើងខ្លួនឯងនៅណាមិននៅកន្លែងឈប់ហ្នឹងទេនោះនឹងដល់ណាទេអញ្ចឹងត្រូវចាប់ដើមសារថ្មីឡើងមកវិញសមាធិគឺអញ្ចឹងញោមបប្រតិបត្តិថ្ងៃហ្នឹងសុខស្ងប់ល្អអូស្អែកឡើងចាំតពេលហ្នឹងទៅទៀតអត់ទៅរួចទេអញ្ចឹងបានប្រាប់ថាការបប្រតិបត្តិត្រូវយើងត្រូវធ្វើទុកក្នុងចិត្តថាដូចជាយើងជាអ្នកបប្រតិបត្តិថ្មីរាល់ថ្ងៃអញ្ចឹងអាហ្នឹងបានយើងឲ្យទទួលស្គាល់អញ្ចឹងទៅចិត្តយើងគឺវាអត់មានលោភលន់ក្នុងហ្នឹងណាអញ្ចឹងគឺហើយវាមានការប្រែប្រួលគ្រប់បលាំងទាំងអស់ហ្នឹងថ្មីរហូតហើយអញ្ចឹងទៅកុំឲ្យយើងគិតឃើញទៅអូម្សិលមិញអង្គុយទៅបានពលឺអញ្ចឹងស្អែកហ្នឹងបន្តពីពលឺទៅទៀតគិតអញ្ចឹងអត់បដ ாய் ឥឡូវចេះឥឡូវឲ្យខាងញោមគាត់នេះម្ដងណាហើយអញ្ចឹងសម្រាប់អត់មានអីសួរតែអាត្មាប្រាប់បានអត់បានហ្នឹងហើយអញ្ចឹងគឺប្រាប់នឹងប្រាប់ថាម៉េចគឺប្រាប់ពីរបៀបក្នុងការអង្គុយហ្នឹងហើយសម្រាប់ការកំណត់ដឹងខ្យល់ដង្ហើមបានយល់ណាព្រោះអាត្មាប្រាប់មកហ្នឹងគឺនិយាយញោមខាងនេះវិធីធ្វើដូចតែគ្នាទេប៉ុន្តែសំខាន់ក្នុងការអង្គុយហើយម្យ៉ាងទៀតក្នុងការអង្គុយហ្នឹងកុំឲ្យយើងតាំងចិត្តលោភលន់ពេកដឹងខ្យល់1ម៉ោងហ្មងថ្ងៃនេះគុំគិតអញ្ចឹងបើកាលណាគិតអញ្ចឹងអត់ទៅមុខទេណាអង្គុយខ្ញុំគិតមើលឧទាហរណ៍ថាសភៅ2ក្បាលមួយក្បាលនេះកម្រាស់នេះមួយក្បាលទៀតនោះកម្រាស់នេះបើសិនតែមានសភៅ2ក្បាលអញ្ចឹងសួរថាតើញោមចុះចិត្តអានណាមុនគេអានណាស្ដើងបើកាលណាឃើញអាក្រាស់ហ្នឹងគិតទៅអូយការចប់ឯងទុកសិនចាំស្អែកចាំអានឃើញទេថ្ងៃហ្នឹងអត់អានទេដូចគ្នាបើកាលណាយើងតាំងចិត្តថាដាក់1ម៉ោងហ្មងដល់ពេលអង្គុយទៅចិត្តវាអត់ស្ងប់កាលដល់ម៉ោងឃើញទេកាលដល់ម៉ោងឃើញទេគឺជាបានណាថាបើកាលណាយើងតម្កល់ពេលវេលានឹងវាច្រើនពេកលោកពេកទៅរួចទេព្រោះចិត្តយើងវាខ្ជិលតាំងពីដើមទៅហើយតែបើថាពេលវេលាយើងមាន1ម៉ោងតែយើងបាត់អង្គុយសាកត្រឹម2នាទីសិនចាឃើញទេគឺយើងយកមកចំណែកខ្លីៗណាអង្គុយសាកមក2នាទីសិនមកចឹងដល់ពេលចិត្តវាថាអត់អីទេ2នាទីទៅបានដែរអូខេឃើញទេអូខេដល់ពេលទៅដាក់អង្គុយទៅព្រោះអត់ប្រញាប់ទៅណាថា2នាទីមានអីអញ្ចឹងអាចចិត្តយើងវាព្រមទទួលឃើញទេចិត្តយើងវាព្រមទទួលអញ្ចឹងគឺអង្គុយទៅសុបាយមិនផ្លែតទាំង2នាទីហ្នឹងអង្គុយទៅ2នាទីតែអង្គុយទៅអូបាន2នាទីមែនស្ងប់តែអញភ្លេចបាន2នាទីហើយឲ្យមេដៃមួយអូខេឲ្យមេដៃខ្លួនឯងមួយណាផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងពេលយើងបាន2នាទីចឹងហើយមិនលេចសាកបន្តិចទៀតមកសាក3នាទីមកបានបន្ថែមបន្តិចម្ដងដល់ពេលបន្តិចម្ដងអាចច្រើនបន្តិចចូលគ្នាទៅ1ម៉ោងបានឃើញទេហើយដល់ពេលយើងបានបន្តិចហ្នឹងយកបន្ទុកបន្តិចបូកចូលគ្នាទៅគ្រប់ឃើញទេហ្នឹងហើយកុំឲ្យយើងគិតថាបលាំងវែងបើកាលណាយើងគិតថាបលាំងវែងតែម្ដងអង្គុយបានបន្តិចអូយយូរអង្កាលហើយយើងអង្គុយមកណាអាណាប៉ាហ្នឹងច្បាស់ទាំងបន្ទប់ហ្នឹងហ្មងសំលេងខ្លាំងសបុកណាសបុកមកទាំងថ្ងៃតែម្ដងអាហ្នឹងគឺតាក់ទងទៅជាមួយរឿងការកំណត់ដឹងនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលហើយម្យ៉ាងទៀតក្នុងអរិយាបថដែលកំណត់ដឹងខ្យល់ដង្ហើមបានស្រួលជាងគេបង្អស់គឺអរិយាបថដេកនេះឯង
bàn tay kêu bà cha mình nay nó mà dân thưa thế để sao ấy cái nâng ấy hay đập bê dân thưa đi pro ấy nhổm hay đây ban thì dân thưa anh ha panasite mưa bê dân nợ bê để dân thưa anh ha panasite nó đăng cho đằng ham chân cho đằng ham chỗ ba mà sẽ bỏ tới có sầm đan lụa đời xaแต่ពេលយើងធ្វើទៅនៅក្នុងគណៈពេលយើងរៀងកាយរបស់យើងពេលដែលយើងសម្រាកគឺបានថាវាបន្ធូរការប្រឹងទាំងអស់យើងគិតមើលមានពីណាសម្រាកដោយប្រឹងបើសម្រាកដោយប្រឹងសម្រាកអត់លក់ទេមែនអត់នឹងអង្គុយនៅស្ងំប្រឹងអញ្ចឹងហើយអត់លក់ទេអញ្ចឹងគ្រប់ពេលអ្នកដែលសម្រាកទាំងអស់ហ្នឹងគឺសុទ្ធតែបន្ធូរការប្រឹងទាំងអស់ហ្នឹងឯងពីព្រោះបានន័យថាអត់ត្រូវកាយទៀតទេពេលហ្នឹងគឺប្រឡែងអស់ហើយប្រឡែងអស់ហើយបើសិនតែញោមអាហ្នឹងគឺតាក់ទងជាមួយអ្នកដែលថាបាក់ក្នុងការដឹងខ្យល់ដង្ហើមឬទៅស្រីបានអធិប្បាយថាហេតុអីបានជាដឹងខ្យល់ដង្ហើមពេលដែលសម្រាប់ដល់ស្រីលក់ដឹងខ្យល់ដង្ហើមកំណត់ដឹងយូរទៅក៏លក់ហ្នឹងព្រោះដល់ពេលយើងបន្ធូរការប្រឹងទាំងអស់ហ្នឹងទៅដឹងខ្យល់ដង្ហើមបែបធម្មជាតិពេលដឹងខ្យល់ដង្ហើមតាមបែបធម្មជាតិដឹងទៅដឹងមកទៅសេចក្តីសុខវាកើតឡើងដល់ពេលសេចក្តីសុខកើតឡើងក្នុងគណៈពេលហ្នឹងមនុស្សយើងដល់ពេលមានសេចក្តីសុខកើតឡើងចូលចិត្តទៅចាប់អាភាពស្ងប់ហ្នឹងអាភាពស្ងប់អាភាពសុខហ្នឹងដល់ពេលចាប់ទៅអាភាពស្ងប់ហ្នឹងទៅចាប់ទៅបានបន្តិចលក់បណ្ដោយធ្លាប់ពេលកូនអត់ធ្លាប់ណែឃើញអត់ពេលយកដៃតែពេលគូតកូនណាឃើញអត់ដល់ពេលពេលទេកូនហ្នឹងវាលក់ដោយសារគេដោយសារនេះយកចិត្តទុកដាក់ទៅជាមួយភាពស្ងប់របស់សម្លេងម៉ែហ្នឹងដល់ពេលស្ងប់យូរទៅលក់បានឃើញទេអញ្ចឹងបានជានៅក្នុងគណៈពេលដែលបប្រតិបត្តិមុននឹងពេលដែលមុននឹងពេលនៅពេលដែលចិត្តរបស់យើងចាប់ដើមស្ងប់ហើយពេលខ្យល់ដង្ហើមដែលល្អិតហ្នឹងល្អិតទៅនៅក្នុងគណៈពេលអាភាពសុខស្ងប់វាកើតឡើងដល់ពេលអាស្ងប់នឹងវាកើតឡើងអញ្ចឹងអ្នកដែលបប្រតិបត្តិមួយចំនួនគាត់អត់យល់គាត់ឃើញអាស្ងប់នឹងកើតឡើងគាត់ទៅចាប់យកភាពស្ងប់ហ្នឹងដល់ពេលទៅចាប់យកភាពស្ងប់ហ្នឹងបានបន្តិចមកស្បក់ក៏ងែកមកបែបនេះឡើយអសពទាំងថ្ងៃត្រង់ហ្នឹងឯងគឺលក់ទាំងថ្ងៃហ្នឹងឯងអាហ្នឹងគឺដោយសារតែយើងទៅចាប់យកអាភាពស្ងប់ហ្នឹងឯងណាចាប់យកភាពស្ងប់ហ្នឹងឯងគឺនៅក្នុងអំឡុងពេលដែលបប្រតិបត្តិទៅធ្វើអាណាបាទៅរឿយរហូតតតែមានពលឺមានអីកាត់ឡើងទៅហើយអត់តន់តាំងនៅនឹងបានល្អណាវានៅមានការប្រែប្រួលនៅមានការរេចុះរេឡើងអញ្ចឹងអាហ្នឹងគឺនៅក្នុងអំឡុងពេលឧបហនិមិត្តហើយពលឺហ្នឹងអត់តន់យកទៅធ្វើជាកាយបានទេអត់តន់ឲ្យយកចិត្តទុកដាក់ទៅកំណត់មើលនៅពលឺហ្នឹងទេណាបតិភិកនិមិត្តហ្នឹងគឺជានិមិត្តដែលកើតឡើងហើយមានពលឺភ្លឺខ្លាំងហើយតាំងនៅបានយូររយៈពេលចាប់ពី45នាទីឡើងទៅរាប់បានថាជាបតិភិកនិមិត្តបានហើយជានិមិត្តដែលអាចប្រើការតទៅទៀតបានយើងអាចអភិវឌ្ឍគឺធ្វើឲ្យការរីកចម្រើនគឺបន្តពីបតិភិកនិមិត្តហ្នឹងប្រើបតិភិកនិមិត្តហ្នឹងនៅក្នុងការចូលឈានជួយទៀតបានណាពលឺនៅនឹងហើយយើងអាចចូលឈានបានតែមុននឹងក្នុងការចូលឈានហ្នឹងគឺត្រូវប្រាប់បញ្យល់អំពីរបៀបក្នុងការចូលឈានប្រាប់អំពីរបៀបក្នុងការពិចារណាអង្គឈានសិនហើយក៏នឹងឯងគឺត្រូវពិចារណាពីបឋមឈាននឹងឯងប៉ុន្តែមិនពិចារណាទៅម្ដងទាំងអស់ទេណាប៉ុន្តែអានេះគឺនឹងអត់អីអាត្មាក៏ប្រាប់បែបធម្មតានឹងឯងប៉ុន្តែមុននឹងទៅពិចារណាអង្គឈានហ្នឹងគឺដំណាក់កាលដំបូងគឺត្រូវមកឆែកនៅប្រវាំងរបស់ខ្លួនឯងសិនដឹងថាតើពលឺហ្នឹងដែលយើងឃើញពលឺហ្នឹងវានៅឯណាឃើញទេដែលយើងបិទភ្នែកទៅឃើញហ្នឹងណាបិទភ្នែកទៅឃើញតើពលឺហ្នឹងវានៅឯណាហើយហេតុអីបានបិទភ្នែកទៅឃើញពេលបើកភ្នែកទៅអត់ឃើញឲ្យទៅរកប្រភពដើមរបស់វាសិនរួចអាត្មានឹងអធិប្បាយថាតើត្រូវមើលប្រវាំងរបៀបម៉េចបន្ទាប់ពីមើលប្រវាំងបានឃើញហើយបន្ទាប់មកទៅបានមើលពលឺបតិភិកនិមិត្តដែលប្រកបនៅត្រង់ប្រវាំងហ្នឹងហើយនឹងអាត្មានឹងអធិប្បាយថាតើមួយណាជាប្រវាំងមួយណាជាពលឺបតិភិកនិមិត្តបន្ទាប់ពីយល់ពីអានឹងបានហើយទៅបានឲ្យពិចារណាអង្គឈានមួយសិនណាមួយសិន